មេឃងងឹតខុសធម្មតានៅបឹងព្រីងរដូវវស្សាកាលពី7ឆ្នាំមុននៅភូមិបឹងព្រីងឃុំបឹងព្រីងស្រុកថ្មគោលខេត្តបាត់ដំបងមានរឿងរ៉ាវដ៏គួរឲ្យព្រឺព្រួចមួយបានកើតឡើងដែលរហូតមកដល់ពេលនេះនៅតែគ្មានអ្នកភូមិណាម្នាក់ហ៊ានដើរកាត់វាលស្រែដាច់ស្រយាលខាងជើងភូមិនាពេលយប់នោះទេល្ងាចថ្ងៃនោះមេឃរកភ្លៀងលឿនខុសពីធម្មតាត្រឹមតែម៉ោង5ល្ងាចសោះពពកខ្មៅអាប់អួរបានដេញគ្នាត្របាក់លេបពន្លឺព្រះអាទិត្យធ្វើឲ្យទូទាំងភូមិបឹងព្រីងទាំងមូលធ្លាក់ក្នុងភាពងងឹតស្លុបខ្យល់អាកាសប្រែជាហប់ស្អុះស្អាប់រហូតដល់ដកដង្ហើមស្ទើរមិនចង់ចេញពូធីដែលជាបុរសវ័យប្រហែល35ឆ្នាំនិងជាមនុស្សម្នាក់ដែលអ្នកភូមិស្គាល់ថាជាអ្នកឧស្សាហ៍ព្យាយាមបានប្រញាប់ប្រញាល់កាប់ដីលើកទំនប់ស្រែចុងក្រោយរបស់គាត់នៅវាលស្រែដាច់ស្រយាលទិសខាងជើងឈៀងខាងកើតភូមិពូធីអើយពូធីត្រឡប់ទៅផ្ទះវិញទៅមេអាងឹតស្លុបហើយគោលាន់ខ្លាំងណាស់សំឡេងអ្នកភូមិម្នាក់ស្រែកប្រាប់គាត់ពីចម្ងាយពេលកំពុងប្រញាប់ប្រញាល់ដេញគោត្រឡប់មកពីវាលស្រែបាទអូនតិចទៀតពូទៅហើយពូបង្ហើយដែងតិចសិនពូធីស្រែកតបទាំងញើសហូរស្រោចខ្លួនគ្រានោះមេឃកាន់តែក្រាស់ទៅសំឡេងផ្គរលាន់គ្រោះហឹមក្រឹមពីលើអាកាសវាលស្រែស្រុកថ្មគោលហាក់ដូចជាមានបីសាច់ក្រឡាខ្លួននៅលើមេឃខ្យល់បោកបក់មកវូបោកបក់ដើមត្នោតតាមភ្លឺស្រែឲ្យរេរាំទៅមករកកលនឹងបាក់ភ្លៀងចាប់ផ្ដើមធ្លាក់ចុះមករាវតែអ្វីដែលចម្លែកគឺសំឡេងរន្ទះលាន់ឮខ្លាំងជាប់គ្នាហាក់ដូចជាកំពុងដេញតាមរកអ្វីមួយពូធីដឹងខ្លួនថាគ្រោះថ្នាក់ក៏ប្រញាប់ស្ពាយចបកាប់រត់សម្ដៅទៅជ្រកក្រោមដើមត្នោតធំមួយនៅកណ្ដាលវាលស្រែដើម្បីដកដង្ហើមមួយប្រាវមុននឹងរត់បន្តទៅផ្ទះក្នុងភូមិស្រាប់តែពន្លឺពណ៌ខៀវក្រមៅមួយបន្ទាត់ធំបានពុះជ្រែកផ្ទៃមេឃធ្លាក់ចុះមកចំដើមត្នោតនោះពេញទំហឹងពន្លឺនោះភ្លឺចិញ្ចាចរហូតដល់អ្នកភូមិបឹងព្រីងទាំងមូលឡើងសព្រាតសំឡេងផ្ទុះខ្លាំងរហូតដល់ដីស្រែរំជួយព្រឹកឡើងអ្នកភូមិនាំគ្នាដើរទៅមើលក៏ប្រទះឃើញពូធីដេកស្លាប់នៅគល់ត្នោតនោះបាត់ទៅហើយសពរបស់គាត់មានសភាពគួរឲ្យអាសូរខ្លាំងណាស់សម្លៀកបំពាក់រហែករញ៉េរញ៉ៃរូបកាយទាំងមូលឡើងខ្លោចខ្មៅនិងមានស្នាមឆ្នោតដូចឫសឈើពណ៌ក្រហមជាំពេញខ្នងនឹងទ្រូងចាស់បុរាណក្នុងភូមិគ្រាន់តែឃើញភ្លាមក៏គ្រវីក្បាលខ្មោចរន្ទះបាញ់នេះជាសពចង្រៃខ្លាំងណាស់មេឃដាក់ទោសហើយមិនអាចយកទៅធ្វើបុណ្យឬបូជានៅវត្តក្នុងភូមិបានទេនាំចង្រៃដល់អ្នកស្រុកអ្នកភូមិបង្កឲ្យក្តៅក្រហាយគ្មានភ្លៀងកក់ខែដល់អ្នកស្រុកអ្នកភូមិបឹងព្រីងយើងឡើយយោងតាមបញ្ជារបស់លោកតាអាចារ្យសពរបស់ពូធីមិនត្រូវបានអនុញ្ញាតឲ្យដេកផ្ងានៅក្នុងមឈូសនោះទេគេត្រូវរៀបចំពិធីម្យ៉ាងខុសពីធម្មតាដោយយកក្រណាត់សរុំសពចិត្តរួចកប់ទាំងបង្ខំក្នុងរណ្ដៅយ៉ាងជ្រៅនៅវាលស្រែដាច់ឆ្ងាយពីភូមិបឹងព្រីងប្រហែលជា2គីឡូម៉ែត្រនៅពេលកប់គ្រូអាចារ្យបានសូត្រគាថាចាក់សោដីនិងយកដៃគោល3ដើមបោះដំនៅលើមាត់រណ្ដៅដើម្បីសង្កត់វិញ្ញាណកុំឲ្យប្រលឹងខ្មោចរន្ទះបាញ់នេះចេញមកលងបៀតបៀនគេឯងបន្ទាប់ពីកប់រួចរយៈពេល7ថ្ងៃដំបូងក្នុងភូមិបឹងព្រីងទាំងមូលធ្លាក់ក្នុងភាពស្ងាត់ជ្រងំយប់គ្មានអ្នកណាម្នាក់ហ៊ានដើរអើតក្បាលតាមបង្អួចឡើយអ្នកភូមិខ្លះនិយាយថានៅពេលយប់ស្ងាត់គេតែងតែឮសំឡេងធ្ងោហឺបក់តាមខ្យល់ចេញពីវាលស្រែខាងជើងនោះមកប្រពន្ធរបស់ពូធីបានត្រឹមតែយំសោកបោកខ្លួននៅផ្ទះព្រោះសំបីតែទីភ្នោប្តីក៏មិនហ៊ានទៅមើលដែររឿងរ៉ាវដែលកាន់តែរន្ធត់នឹងធ្វើឲ្យអ្នកភូមិបឹងព្រីងមិនអាចបំភ្លេចបានកើតឡើងនៅចំថ្ងៃបុណ្យគម្រប់7ថ្ងៃរបស់សពនៅយប់នោះមេឃគ្មានភ្លៀងសំបីមួយដំណក់ផ្ទៃមេឃស្រឡះល្អផ្កាយរះប្រងព្រាតពេញមេឃខេត្តបាត់ដំបងប៉ុន្តែស្រាប់តែមានពពកខ្មៅមួយដុំធំដុះឡើងចំពីលើវាលស្រែទីកប់សពពូធីស្រាប់តែខ្យល់គួចយ៉ាងខ្លាំងបោកបក់យកស្លឹកឈើនិងធូលីដីស្រែឡើងលើអាកាសរន្ទះខ្យល់ពណ៌ក្រហមឆ្អៅដូចឈាមបានបាញ់ស្រោចចុះមកចំភ្នូររបស់ពូធីមួយទំហឹងឮស្នូរដូចគ្រាប់បែកផ្ទុះ
អ្នកភូមិបឹងព្រីងដែលកំពុងដេកសុទ្ធតែកន្ត្រាក់ដឹងខ្លួនគ្រប់គ្នាចាស់ក្នុងភូមិបានលន់មាត់ភ្លាមងាប់ហើយវាបាញ់ម្ដងទៀតហើយព្រឹកឡើងលោកតាអាចារ្យនិងអ្នកភូមិចិត្តដាច់មួយក្រុមបាននាំគ្នាទៅមើលដល់វាលស្រែទាំងចិត្តភ័យរន្ធត់អ្វីដែលពួកគេបានឃើញគឺដីភ្នូដែលទើបតែកប់ឡើងរឹងនោះត្រូវបានរន្ទះបាញ់ឡើងបែកខ្ចាត់ខ្ចាយមាត់រណ្ដៅឡើងក្រហងក្រហែតដូចជាមានគេយកប៉ែលទៅជីកកកាយសូម្បីតែដើមឈើតូចនៅក្បែរនោះក៏ខ្លោចខ្មៅអស់ដែរអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺសន្លឹកយ័ន្តនិងដៃគោលសង្កត់ព្រលឹងដែលគ្រូអាចារ្យបានដំសង្កត់ពីលើនោះត្រូវបានរន្ទះបាញ់រលាយបាត់អស់គ្មានសល់ដីត្រង់កន្លែងបាញ់នោះឡើងក្តៅភាយទោះបីជាកន្លងផុតទៅច្រើនម៉ោងក៏ដោយលោកតាអាចារ្យគ្រាន់តែឃើញសភាពភ្នូបែបនេះមុខរបស់គាត់ប្រែជាស្លេកស្លាំងគាត់បានពន្យល់ទៅកាន់អ្នកភូមិទាំងដៃញ័រទៅត្រើកថាវុធីមានកាតព្វកិច្ចឬមានរបស់ម្យ៉ាងនៅក្នុងខ្លួនដែលយើងមិនដឹងការដែលមេឃបញ្ជូនរន្ទះមកបាញ់ថែមពីលើភ្នូទាំងយប់មេឃស្រឡះបែបនេះគឺមានន័យថាធាតុអាក្រក់ឬប្រលឹងកាយសាហាវនៅក្នុងសពវាមិនទាន់រលាយអស់មេឃមិនព្រមលេងឡើយដាច់ខាតត្រូវតែតាមកំទេចរូបកាយនិងរបស់អរូបីដែលនៅក្នុងដីនោះឲ្យរលាយសាបសូន្យកុំឲ្យកើតជាបិសាចមកធ្វើបាបមនុស្សលោកបានដើម្បីការពារភាពសុខសាន្តរបស់អ្នកភូមិបឹងព្រីងទាំងមូលលោកតាអាចារ្យបានបង្គាប់ឲ្យគេធ្វើរបងព័ទ្ធជុំវិញភ្នូនោះដោយប្រើខ្សែអំបោះចងសីមា7ពណ៌និងហាមដាច់ខាតមិនឲ្យអ្នកណាម្នាក់ទៅកកាយឬប៉ះពាល់ដីភ្នូដែលរន្ទះបាញ់នោះឡើយដោយទុកឲ្យធម្មជាតិជាអ្នកលុបលាងសពនោះទៅតាមពេលវេលាចាប់តាំងពីពេលនោះមកទីកន្លែងភ្នូវាស្រែខាងជើងភូមិបឹងព្រីងឃុំបឹងព្រីងស្រុកថ្មគោលស្ងាត់ជ្រងំដោយទីវាលរហោស្ថានទោះបីជាពេលថ្ងៃត្រង់ក៏គ្មានអ្នកណាហ៊ានទៅលេងក្បែរនោះដែររឿងរ៉ាវរបស់ពូធីបានក្លាយជាភស្តុតាងមួយដែលបញ្ជាក់ពីអំណាចអរូបីដ៏គួរឲ្យកោតក្រែងនៃធម្មជាតិនិងមេឃដីនៅក្នុងចិត្តរបស់អ្នកភូមិបឹងព្រីងរហូតមកទល់សពថ្ងៃនេះ